ហេតុអីបានជាលោកខុបខិតជាមួយភ្នាក់ងារបោកប្រាស់ខ្ញុំស្ដាប់មិនយល់ទេផ្ទះនោះជារបស់លោកហេតុអីដាក់ឈ្មោះអ្នកផ្សេងទៅវិញតាមពិតទៅផ្ទះនោះសង់លេងទិញជូនលោកយាយរបស់គេតែគាត់មិនចូលចិត្តនៅទីក្រុងក៏ត្រឡប់ទៅស្រុកកំណើតវិញចុះហេតុអីបញ្ចុះតម្លៃជួលឲ្យខ្ញុំទុកចោលក៏ទំនេរដែរម្យ៉ាងទៀតនាងមិនមែនអត់លុយទេហ៎ខ្ញុំចង់ជោគជួលអ្នកថ្លៃឈ្នួលមិនបង្វិលជូនវិញទេក្នុងកិច្ចសន្យាមានសរសេរតាមមិនបានមើលទេហ៎ពេលនេះ Xiao Feng ខឹងនឹងភាពឆេវឆាវមួយពេលរបស់ខ្លួនឯងណានាងគិតថាសង់លេងឆ្លុះមិនឈ្នះលើកមុនឥឡូវក៏រកល្បិចមកធ្វើបាបនាងចៃនាងរស់នៅទីនេះរាងកាយនាងខាតបង់ឬក៏ខ្ញុំជាអ្នកខាតលោកខាតបង់លុយកាក់តែខ្ញុំខាតបង់កិត្តិយសនាងថ្លៃប៉ុន្មានខ្ញុំសងឲ្យលោកសងមិនរួចទេប៉ុណ្ណឹងគ្រប់ទេជួយបិទទ្វារផងគ្មានសុជីវធម៌សោះ Xiao Feng ដែលឆ្លុះមិនឈ្នះគ្រាន់តែទៅដល់ផ្ទះក៏ឃើញសង់លេនកំពុងសម្លឹងមើលនាងពីផ្ទះទល់មុខនាងក៏ខឹងច្រឡោតចង់បិទវាំងនុនតែសំបីវាំងនុនក៏មិនសហការជាមួយនាងដែរឱកាសបែបនេះប្រធានសង់មិនឲ្យកន្លងផុតឡើយទើបគេតែដាស់តឿន Xiao Feng តតែម្ដងវាំងនុននឹងប្រើប្រព័ន្ធអូតូគុំទាញខ្លាំងពេកប្រយ័ត្នខូចតេឡេបញ្ជាស្ថិតនៅក្នុងទូដាក់ទូរទស្សន៍អស់ថ្មមែនទេបើអស់ថ្មនាងអាចមកយកនៅទីនេះបានខ្ញុំទាញដោយដៃមិនបានទេហេសង់លេនឃើញ Xiao Feng ខឹងបែបនេះគេគិតថាគួរឲ្យស្រឡាញ់ផងនិងគួរឲ្យអស់សំណើចផងរហូតដល់ភ្លេចគិតពីសង់លូដែលកំពុងឈរមើលលូគិតថាបំប្រុសដែលជាមនុស្សចិត្តរឹងដូចថ្មទីបំផុតចេះមានស្នេហាហើយទើបនាងសាកល្បងសួរចិត្តសង់លេនដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនលូនៅនឹង Xiao Feng តើបងចូលចិត្តមួយណាបងប្រាប់អញថាថ្ងៃក្រោយកុំសូវជួបលូណាពេកអញ្ចឹងមានន័យថាចូលចិត្ត Xiao Feng ហើយឥឡូវខ្ញុំទៅប្រាប់លូណាពីដំណឹងអាក្រក់នេះសិនកុំបង្កបញ្ហាឲ្យបងណាប៉ុន្តែមុនពេលនេះដើម្បីចូលចិត្តសង់លេនបានលូណាសុកចិត្តទៅសាលារៀនដើម្បីបង្កើតទំនាក់ទំនងល្អជាមួយសង់លូការទេទូរស័ព្ទរកគ្នាខ្លាចជារឿងធម្មតារបស់លូណាទៅហើយការភ្ញាក់ផ្អើលរបស់សង់លូពេលឃើញ Xiao Feng ក៏ត្រូវបានលូណាតាមទូរស័ព្ទល្មមទោះបីសង់លូមិនបាននិយាយច្រើនហើយដាក់ទូរស័ព្ទចុះក៏ដោយក៏លូណានៅតែស៊ើបដឹងថា Xiao Feng ជួបផ្ទះរបស់សង់លេនដូច្នេះនាងក៏ណាត់ជួប Xiao Feng នាងថែមទាំងសុកចិត្តចេញលុយផ្ទាល់ខ្លួនដើម្បីឲ្យ Xiao Feng រើចេញពីផ្ទះសង់លេនតែ Xiao Feng មិនអាចទទួលយកលុយដែលខ្លួនមិនបានរកដោយកម្លាំងញើសឈាមឡើយប៉ុន្តែពាក្យសម្ដីចាក់ដោតទាំងនោះនាងចងចាំទុកក្នុងចិត្តហើយមិនចង់ខ្លាចជាជនទី3ក្នុងមាត់អ្នកដទៃឡើយនាងក៏តាក់ទងទៅភ្នាក់ងារដើម្បីផ្ទេរការជួបបន្តតែត្រូវភ្នាក់ងារប្រាប់ថាក្នុងកិច្ចសន្យាបញ្ជាក់ច្បាស់ថាការផ្ទេរជួបត្រូវមានការយល់ព្រមពីម្ចាស់ផ្ទះ Xiao Feng តតម្រេះស្ថិតក្នុងស្ថានភាពលំបាកមិនយូរប៉ុន្មានដំណឹងនេះក៏ទៅដល់ត្រចៀកសង់លេនគេក៏មកសួរនាំ Xiao Feng ផ្ទាល់តែម្ដងហេតុអីចង់រើចេញគ្មានហេតុផលទេគឺចង់រើចេញហេតុអីចង់រើចេញមិនចង់នៅទៀតទេហេតុអីជាហេតុផលផ្ទាល់ខ្លួនលូណាមករកនាងមែនទេខ្ញុំថាលោកជាមនុស្សមានសង្សារហើយថ្ងៃក្រោយអាចរក្សាគម្លាតពីមនុស្សស្រីបានទេដើម្បីកុំឲ្យគេយល់ច្រឡំនាងប្រាប់ថានាងជាសង្សារខ្ញុំចុះបើខ្ញុំថាមិនមែននាងជឿគេឬជឿខ្ញុំគ្មានជំរឿសសង់លេនក៏លើកយកអូនស្រីមកធ្វើជាលេលូត្រូវការនាងឥឡូវលោកកំពុងយកគុណធម៌មកបង្ខំខ្ញុំមែនទេគិតថាត្រង់ពេកទេលូត្រូវការនាងលូត្រូវការនាងរឿងសំខាន់ត្រូវនិយាយ3ដង